ធ្លាប់តែឃើញខ្ញុំហូបនំប៉ាវធ្វើបាញ់ជំនឿធ្វើអូគ្រប់សពបែបយ៉ាងផ្អែមអីអ្នកគ្នាតែឃើញខ្ញុំធ្វើហើយអ្នកគ្នាក៏ស្គាល់ខ្ញុំដោយសារតែខ្ញុំធ្វើនំប៉ាវឬក៏ធ្វើនំក្រែបត្រេនអីហ្នឹងអ្នកគ្នាស្គាល់ខ្ញុំតាមរយៈហ្នឹងឯងប៉ុន្តែខ្ញុំមករយៈហ្នឹងខ្ញុំមានអារម្មណ៍ថាធ្វើខុសនឹងខ្លួនឯងខ្លាំងអ្នកគ្នាគិតថាពេលដែលយើងធ្វើមានប្រយោជន៍មានអីច្រើនយើងចេះផុងខ្លួនទៅហ្នឹងហើយឥឡូវខ្ញុំដកខ្លួនឯងចេញពីវិស័យដែលធ្វើផ្អែមធ្វើអីនេះខ្ញុំមកធ្វើអាហារសុខភាពហើយបងប្អូនចូលចិត្តសុខភាពល្អអ្នកគ្នាអាចទស្សនាបានហើយវីដេអូទៅ2នាទី31វិនាទីទេអ្នកគ្នាអាចទស្សនាបានហើយសុខភាពល្អហើយបើយើងហូបតែបន្លែទៅក៏អត់កើតដែរតើតែយើងមានទឹកសោសរបស់គេហ្នឹងបានយើងអាចហូបកើតហើយទឹកសោសរបស់ខ្ញុំងាយស្រួលទេអ្នកគ្នាខ្ញុំមានទឹកស៊ីអ៊ូមួយកូនពេងហ្នឹងហើយប្រេងអូលីមួយកូនពេងទឹកខ្មុំមួយសាព្រាដាក់ជាមួយនឹងខ្ទឹមសរបស់យើងច្រាមហ្នឹងទឹកខ្មេះមួយសាព្រាទឹកខ្មេះជាមួយទឹកខ្មុំប៉ាន់គ្នាអ្នកគ្នាចង់បានជូរដាក់ច្រើនជាងហ្នឹងទៅហើយខ្ញុំដាក់ម៉ាយ៉ូណេសហ្នឹងមួយកូនពេងដែលខ្ញុំធ្វើជាមួយនឹងទឹកស៊ីអ៊ូហ្នឹងដែរហើយខ្ញុំកូរវិតវាទៅកូរវាឲ្យសព្វហើយចាំយើងចាក់ជាមួយនឹងសណ្តែកដីរបស់យើងមួយកូនពេងហ្នឹងដែរនិយាយទៅដាក់ប៉ាន់គ្នាអ្នកគ្នាហើយបើសួរថាឲ្យរសជាតិបែបម៉េចខ្ញុំអត់ហ៊ាននិយាយថាឆ្ងាញ់ទេព្រោះអីអាហារសុខភាពអ្នកគ្នាអត់មានអីទៅតម្រូវថាឆ្ងាញ់អត់កើតទេព្រោះទឹកសាឡាត់ហ្នឹងគេមិនតម្រូវផ្អែមទេអ្នកគ្នាប្រៃជូរទេហើយថ្ងៃនេះខ្ញុំចំហុយបន្លែផងជាមួយនឹងខ្ញុំធ្វើសាឡាត់របស់ខ្ញុំមានពេញប៉ោះជាមួយនឹងតាប៉ែងបាយជូរហើយខ្ញុំមានតែប៉ុណ្្នឹងទេអ្នកគ្នាខ្ញុំអត់សូវមានផ្លែឈើអីច្រើនប្រហែលទេហើយខ្ញុំមានបន្លែជាមួយនឹងជីងកាមហើយយើងមានជាមួយនឹងសាឡាត់អ្នកគ្នាកាត់ជាអញ្ចឹងទៅដើម្បីពេលដែលយើងស្រូបទឹកសោសរបស់យើងគេហៅទឹកសាឡាត់របស់យើងទៅវាចូលជាតិបានឆ្ងាញ់ល្អហើយខ្ញុំធ្វើបែបហ្នឹងឯងអ្នកគ្នាខ្ញុំមានតែពីរមុខហ្នឹងអូពីរមុខអីមានជាមួយនឹងពងមន់ទៀតអ្នកគ្នាពងមន់ជាមួយនឹងបកាដែលខ្ញុំដាក់ជាមួយនឹងកុំឲ្យពេលដែលយើងហូបបន្លែសុទ្ធអញ្ចឹងវាហើយបើសួរថាឆ្ងាញ់ហ្នឹងបែរមកតាណាខ្ញុំក៏អត់ដឹងដែរដោយសារតែទឹកសោសរបស់ខ្ញុំទឹកសាឡាត់ហ្នឹងគឺវាអត់មានជាតិផ្អែមជាតិអីទេវាមានតែជាតិប្រៃជាមួយនឹងជូរអញ្ចឹងហើយអ្នកគ្នាគិតលេងថារសជាតិវាបែរមកតាណាអញ្ចឹងខ្ញុំអត់ហ៊ាននិយាយថាឆ្ងាញ់ទេដោយសារតែមានរសជាតិអីក្រៅពីប្រៃជាមួយនឹងជូរពីទឹកខ្មេះនិងប្រៃដោយសារទឹកស៊ីអ៊ូហ្នឹងទេអញ្ចឹងហើយជាត្រឹមហូបទៅដើម្បីសុខភាពរបស់យើងទេគ្មានអ្នកណាបង្ខិតបង្ខំក្រៅពីខ្លួនឯងទេហើយចាប់ពីថ្ងៃហ្នឹងទៅប្រហែលជាអ្នកគ្នានឹងឃើញខ្ញុំហូបបន្លែជារៀងរាល់ល្ងាចមែនទេអ្នកគ្នាខ្ញុំហូបបន្លែ5ថ្ងៃក្នុងមួយអាទិត្យហ្នឹងហើយពេល2ថ្ងៃដែលថ្ងៃសៅរ៍អាទិត្យហ្នឹងគឺខ្ញុំហូបអីធម្មតាគ្រាន់ថាយើងបែងចែកពេលវេលាបានច្បាស់អញ្ចឹងទៅពេលដែលយើងហូបបន្លែគឺ5ថ្ងៃជាប់គ្នាអញ្ចឹងទៅពេលល្ងាចអញ្ចឹងហើយ2ថ្ងៃសៅរ៍អាទិត្យហ្នឹងយើងចង់ហូបអីក៏បានដែរស្រេចក្បាលវ៉ាល់របស់យើងទេហើយវីដេអូដែលខ្ញុំចែកម្លែកហ្នឹងសង្ឃឹមថាអ្នកគ្នានឹងពេញចិត្តវីដេអូហ្នឹងហើយបើពេញចិត្តកុំភ្លេចជួយ share ម្នាក់មួយផងអរគុណច្រើនអ្នកគ្នា